ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញចាដៃមួយដែលមានខ្សែវាសនាល្អចាខ្សែវាសនាដែលមានកម្លាំងខ្លាំងណាចានេះបងប្អូនខ្សែវាសនារបស់គាត់ចេញចាលើទួលវបរិទ្ធណាចាលើទួលវបរិទ្ធចាហើយចាដាច់ត្រឹមចាអាយុ35ចាក៏បន្តចានៅក្នុងអាយុ30នេះមានខ្សែវាសនាបែកខ្នែងចាបន្តទៅដល់ទួលចាទួលសៅចារួចហើយចាមានចាខ្សែបែកខ្នែងចេញនេះគឺគេហៅថាខ្សែព្រះអាទិត្យរបស់គាត់ណាចាហើយដល់ទួលព្រះអាទិត្យហើយមានបែកខ្នែងចេញជាពីរទៅទៀតណាចាអញ្ចឹងខ្សែវាសនាចាតែមួយខ្សែទេតែបែកចាដល់តែ3ខ្នែងឡើងទៅដល់លើមានបែក2ខ្នែងទៅទៀតចាឃើញទេខ្សែវាសនាបែបនេះមើលទៅចារូបរាងរបស់វាដូចជាចាមេឃធៀងនៃឈើដើមឈើអញ្ចឹងចាអញ្ចឹងខ្សែវាសនាបែបហ្នឹងគឺជាខ្សែវាសនាមួយគេហៅថាខ្សែវាសនាល្អបើបន្ទុក100គេឲ្យ100តែម្ដងណាទោះបីជាខ្សែវាសនាហ្នឹងចាមានដាច់ខ្លះក៏ដោយប៉ុន្តែខ្សែវាសនាដែលបែកផ្នែកបែបនេះគឺមានកម្លាំងខ្លាំងណាស់ចាអ្នកដែលរលុយបានច្រើនអ្នកដែលមានឱកាសកាន់លុយធំចាអ្នកដែលរលុយមកដោយមិនហត់នឿយគេហៅថាមិនដោយប្រើកម្លាំងសិក្សាទេណាចាពិសេសទៅទៀតនោះគឺគាត់មានខ្សែព្រះអាទិត្យគាត់បែកចេញអំពីខ្សែវាសនាណាចាខ្សែព្រះអាទិត្យដែលបែកចេញអំពីខ្សែវាសនារបស់យើងនេះពិសេសណាបងប្អូនគេហៅមនុស្សថាដែលមានកិត្តិយសគេឈ្មោះចាបើសិនជាធ្វើមន្ត្រីរាជការបានតំណែងល្អណាចាបានតំណែងល្អជាមេកាយគេណាល្បីល្បាញគេឈ្មោះណាចាល្អមែនទែនហើយខ្ញុំថាគាត់កាន់លុយចាធំបានទេបងប្អូនមើលត្រង់នេះណាចាត្រង់នេះគឺជាត្រីកោណណាចាត្រីកោណនេះគេហៅថាចាថងលុយចាថងលុយរបស់គាត់នេះគឺចាថងលុយចាជាប់គ្នាតែម្ដងអាចនិយាយថាថងលុយភ្លោះណាចាអញ្ចឹងអ្នកដែលមានថងលុយភ្លោះចេញអំពីខ្សែវាសនាចាខ្សែខួរក្បាលជាមួយនឹងខ្សែចំនួនហើយមានចាថងលុយចេញអំពីខ្សែព្រះអាទិត្យដោយគាត់ទៅទៀតនេះគេហៅថាថងលុយភ្លោះអ្នកដែលមានថងលុយភ្លោះនេះគឺមានឱកាសកាន់លុយធំណាស់ចាប្រឹងប្រែងរកស៊ីចាឲ្យអស់លទ្ធភាពទៅទៀតចាគឺចាមានឱកាសកាន់លុយធំហើយមិនដែលដាច់លុយមិនដែលអត់លុយទេណាចាអ្នកដែលមានកិត្តិយសគេឈ្មោះរកស៊ីអីចាគឺល្បីល្បាញគេឈ្មោះហើយនឹងមានគេស្គាល់ច្រើនណាចាហើយឃើញចាលើកដៃរបស់គាត់នេះចាឆ្នាំនេះគឺមានដុសចាបច្ជ្រយក្រហមនេះទៀតណាគេហៅថាបច្ជ្រយនាំលៀបអញ្ចឹងក្នុងឆ្នាំនេះគាត់មានលៀបទៀតណាចាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាដៃមួយដែលគាត់គេហៅថាដៃមិនងាយនឹងដាច់លុយចាដៃសម្បូរលុយចាយហើយក៏អាចកាន់លុយធំបានណាចាឥឡូវយើងមើលខ្សែវាសនារបស់គាត់នេះចេញអំពីចាខ្សែជីវិតរបស់គាត់ណាចាខ្សែវាសនារបស់គាត់ចាបដូរទិសដៅនៅក្នុងអាយុ50ណាចាហើយចានេះខ្សែនេះគេហៅថាខ្សែព្រះអាទិត្យរបស់គាត់នេះគេហៅថាចាខ្សែព្រះអាទិត្យដែលមានកម្លាំងបុណ្យចាស់ខ្លាំងណាចាហើយក៏មានខ្សែមួយមកភ្ជាប់ចារវាងខ្សែព្រះអាទិត្យនិងខ្សែចានៅក្រោមចាទួលសៅណាចាខ្សែវាសនានៅក្រោមទួលសៅចាខ្សែបែបនេះណាបញ្ចូលគ្នាបែបនេះចេញជាអក្សរ X បែបនេះគេហៅថាធម្មពលខ្លាំងបានទាំងពីរទួលបានទាំងចាទួលសៅចាបានទាំងទួលអាទិត្យទាំងពីរនេះបូកចូលគ្នាគឺមានកម្លាំងខ្លាំងគេហៅថាការងាររកស៊ីកិត្តិយសគេឈ្មោះចាអ្នកនឹងគឺចាយកបានដោយងាយស្រួលចាចង់ធ្វើមន្ត្រីរាជការក៏ល្អរកស៊ីក៏រឹតតែល្អទៅទៀតណាចាយ៉ាងម៉េចបានខ្ញុំថាគាត់រកស៊ីរឹតតែល្អនេះចាខ្សែនេះគឺគេហៅថាខ្សែអាជីវកម្មចាខ្សែអាជីវកម្មរបស់គាត់ចាគឺចាដោះមកចេញចាមានត្រីកោណនៅខាងក្រោមនេះទៀតណាចាភ្ជាប់ជាមួយនឹងខ្សែខួរក្បាលគាត់បែបនេះណាចាខ្សែអាជីវកម្មចាដែលមានចាត្រីកោណភ្ជាប់ជាមួយចាជាមួយនឹងខ្សែខួរក្បាលបែបនេះគឺខ្សែអាជីវកម្មដែលអ្នកនឹងធ្វើអាជីវកម្មទៅរុងរឿងណាចាមកមើលលើខ្សែវាសនាគាត់នៅត្រង់នេះចាខ្សែវាសនាក្រោមទួលសៅរបស់គាត់ក៏មានដោះត្រីកោណភ្លោះណាចាហើយមកមើលលើខ្សែណាចាខ្សែវាសនារបស់គាត់នេះចានៅគេហៅថាល្វែងលំបាកចានៅល្វែងលំបាកនឹងទៅទៀតគឺត្រីកោណចាផ្ទួនគ្នាចិត្តគ្នានឹងត្មងណាចាឬក៏អាចផ្គុំគ្នាចូលបានចេញជាសញ្ញាស្គរទៅទៀតណាចាអាចនិយាយបានថាខ្សែវាសនាអ្នកដែលមានឈ្មោះល្បីល្បាញណាចារស់ស៊ីទៅចាលះនឹងមានគេស្គាល់ចាមានភាពល្បីល្បាញចាគេឈ្មោះណាចានិយាយរួមទៅខ្សែដៃរបស់គាត់នេះមានត្រីកោណច្រើនជាពិសេសខ្សែត្រីកោណអែបជាមួយនឹងខ្សែវាសនាចាហើយចាតកតងជាមួយនឹងខ្សែចាមួយនេះទៀតគេហៅថាចាត្រីមង្គលនេះចាគឺអាចជាមួយនឹងខ្សែវាសនាគេហៅថាខ្សែវាសនាមានកម្លាំងខ្លាំងប្រកបដោយភាពរុងរឿងណាចាកន្លែងនេះទៀតក៏មានចាវោហាសាសណាខ្សែវោហាសាសអ្នកដែលមានខ្សែវោហាសាសនេះបកកែចរចាជំនាញណាអ្នកដែលជំនាញខាងវិទ្យាសាស្ត្រក្នុងការចរចាចាបកកែស្រាវជ្រាវចាមនុស្សមិននៅមួយកន្លែងគេហៅថាមនុស្សដែលមានគំនិតថ្មីទៅរហូតណាចាសំខាន់គឺពូកែតំណែងនឹងតែម្ដងណាចា